សួស្តីអ្នកនរគ្នាខ្ញុំមកខៀនតាំងហើយណាយើងមកតសាយរឿងដាវគ្គតបន្តទៀតអ្នកដែលមិនតមើលភាគមុនអាចចុចចូលទៅមើលបានចឹងហើយកុំឲ្យខាតពេលយូរយើងចូលក្នុងវីដេអូយើងតែម្ដងសាយរឿងយើងក៏បានចាប់ផ្ដើមអំពីគ្រូទាយើងដែលកំពុងតែទូទានឹងតារាល្បីមួយរូបតែគ្រូហៅនេះបើជាទូទាខុសទាំងអស់ហើយក៏ត្រូវបានគេហៅថាគ្រូហៅខ្លាញ់ខ្លាចនៅតាមផ្លូវលោកពូតាក់ស៊ីក៏បានទៅសួរគ្រូទានឹងថាចេះទាមែនឬអត់គ្រូទានោះដូចជាខឹងចឹងក៏បានសុំគាត់ចុះពីលើឡានតែម្ដងកម្មខាងនេះវិញធ្វើបកក្រនេះគឺមានបំណងចង់ស៊ីម៉ូម៉ូតែក៏ម្ដុំធំមួយក៏បានហោះមកបុកនាងតួអង្គថ្មីយើងក៏បានបង្ហាញដែលនាងមានឈ្មោះថាសៃកូនាងគឺជាយាយរបស់ម៉ូម៉ូលើនេះម៉ូម៉ូមិនបានយកមនុស្សប្រុសចូលផ្ទះសសក៏បានយកវិសាចូលផ្ទះទៅវិញធបូក្រនេះក៏បានហក់មកវាប្រហារនៅខាងក្រៅរបស់សៃកូប៉ុន្តែក៏បានឆេះខ្ទាចូលក្នុងរបងមួយដូចជាការកើតរបស់សៃកូមែនដែលធបូក្រនេះមកវាប្រហារខាងក្រោយធបូក្រនេះមិនអាចចេញទៅក្រៅខ្សែរបងនោះសោះបើចេញទៅនាងអាចនឹងឆេះហើយពួកគេក៏បាននិយាយឌឺទៅគ្នាទៅវិញទៅមកទៅហើយក្រនេះសៃកូក៏បានដាក់យាយធបូក្រនេះពី3ដបងទៅហើយក្រនេះសៃកូក៏បានគូខ្សែយំមួយស្តបទៀតហើយក៏បានលុបចោលធ្វើឲ្យធបូក្រនេះស្លាប់បាត់ទៅអាចច្រឡំមកក្រៅភ្ញាក់ឡើងឃើញខ្លួនឯងនៅបន្ទប់បន្តមកនាងក៏បាននឹកដល់អ៊ុករួនហើយក៏បានចុះទៅក្រោមទៅឃើញយាយនាងកំពុងតែអង្គុយមើលទទួលមកមានរឿងសំខាន់ចង់ប្រាប់យាយនាងប៉ុន្តែយាយនាងដឹងបាត់ហើយក៏បានសួររកក្មេងប្រុសមួយបាទនៅមួយភ័យប្រុសហ្នឹងទេគឺមានបញ្ហាធំហើយយាយនាងក៏និយាយថាបញ្ហាដូចបិសាចដែលគាត់ស្លាប់មិញហីមកលើចឹងហើយក៏បានសួរថាខ្មោចបិសាចហ្នឹងគឺពាក់បន្តាអត់ហើយយាយមកថាក្រែឯងមិនជឿលើខ្មោចទេចាំបាច់ដឹងទៅអីហើយយាយគឺជាគ្រូយកខ្មោចខាងខ្លះទេមិនបាច់ទៅជឿអីទេតែមកគឺនាងនៅតែបកាយចង់ដឹងហៅអ៊ុករូននៅទីណាដល់ពេលដែលយាយនាងមិនឆ្លើយចឹងនាងក៏បានក្រាបចុះសុំទោសទៅយាយនាងតែកន្លងមកនាងមិនជឿលើពាក្យសម្ដីដែលយាយនាងនិយាយទេហើយក្រែនេះសៃកូក៏បានប្រាប់កន្លែងដែលអ៊ុករូននៅហើយមកក៏បានរត់យ៉ាងលឿនទៅរកអ៊ុករូនមិនគួរណាជួបគ្រោះទាំងនេះសោះគាត់ក៏ចង់បានមកភ័ក្រនោះទេប៉ុន្តែហេតុអ្វីទៅចុយស៊ីបាយនឹងបង្អើយអ៊ុករូនក៏បានយល់សោកទៅដោយសារតែគេគិតថាគេបានស្លាប់ម៉ូទៅហើយម៉ូក៏បានបិទទ្វារយ៉ាងខ្លាំងដោយសារតែនាងខឹងអកមិញខំអាណិតសឹងអីតែពេលមកមានងាប់ហើយនាងពិតជាហត់នឹងរឿងទាំងនេះណាហើយយាយនាងមិនដឹងមកវិញកាលនោះទេភ្ញាក់នឹងកត្រាគ្រូនៅក្នុងនឹងបដាសាគេមិនរើនោះទេតែហ៊ានតែចេញក្រៅបន្តិចធបូក្រនេះនឹងចូលខ្លួនម្ដងទៀតមកក៏បានប្រាប់យាយនាងថាធបូក្រនេះបានដាក់បដាសាលើអ៊ុករូនដោយដកនឹងប្រហិតនឹងសក្រក់ចេញហើយបើបដាសានោះត្រូវតែរំដោះគឺត្រូវតែយករបស់គាត់មកវិញហើយមកក៏បានប្រាប់យាយនាងថានាងបានធ្វើពណ៌សាច់ឃិចនៅពេលដែលជួបអេលៀននៅក្នុង UFO Interesting, but UFOs ain't real. មកក៏មិនជឿដែរថា UFO មិនប៉ប៉ុន្តែតជួបតមិនដឹងហើយនាងក៏ទទួលបានធ្វើពណ៌សាច់ឃិចដែលធ្វើឲ្យនាងអាចគ្រប់គ្រងទៅលើបដាសារបស់អ៊ុករូន That totally tracks because psychic powers are real. ពាក្យសម្ដីដែលមកនិយាយមកសៃកូគឺស្ដាប់ចូលសោះហើយនាងក៏បានប្រាប់រឿងធូបឺក្រេនីឲ្យមកស្ដាប់នៅចំណោមមួយក៏បានហៅធូបឺក្រេនីថានិយាយដែលរត់លឿន100គីឡូម៉ែត្រនៅក្នុង1ម៉ោងហើយក៏បានអុកលុកនៅក្នុងមកប្រទេសតែម្ដងតែថ្ងៃមួយនាងក៏បានឮថាធូបឺក្រេនីនៅក្នុងរូនភ្នំហើយនាងក៏បានទៅមើលខ្លួនឯងហើយនាងមានអារម្មណ៍ថាដូចជា spirit អ្វីមួយយ៉ាងពិតជាខ្លាំងណាស់មិនអាចចូលបាននោះទេហើយដឹងនោះទេថាបង spirit គឺជាអ្វីបង spirit គឺជា spirit មួយដែលនៅតែមួយកន្លែងហើយគឺផ្ដុំគ្នាជាមួយ spirit ផ្សេងទៀតហើយក្នុងគ្រួភ្នំនេះគឺមានបង spirit ហើយក៏បានប្រាប់ចៅនាងថាកុំទៅរញ៉ៃញ៉ៃជាមួយរឿងហ្នឹងបញ្ហារបស់ក្មេងហ្នឹងទេចឹងហើយកុំជួយអីតែមកបដិសេធតើខិនដែលនាងស្រឡាញ់គឺធ្វើយ៉ាងម៉េចទៅនៅក្នុងស្ថានភាពបែបនេះអាក្មេងមិនវាថាវាឈ្មោះខិនដែរអូអញ្ចឹងហើយស្រឡាញ់វាមកក៏ខំបដិសេធដែរថានិយាយអំពីតារាខិននោះទេតែមិននិយាយអាខិននោះទេធ្វើឲ្យមកឈួតជាងមុនទៀតហើយក្រែនេះសាច់ក៏បានសម្រេចចិត្តថានឹងជួយហើយនាងក៏បានឲ្យផែនការទៅមកគឺទៅរត់អញ្ចាប់ជាមួយធូបូក្រេនីបើយើងនិយាយឌឺជាមួយនាងឲ្យរត់ប៉ុណ្ណឹងប្រហែលជានាងនឹងយកព្រមហើយចង់ឲ្យនាងជួយគឺបញ្ឆោតធូបូក្រេនីឲ្យដល់ទីក្រុងខាម៉ាកុយដោយសារនាងខ្ចីកម្លាំងព្រះពីទីក្រុងហ្នឹងមកថាជើងនាងដូចតើជើងរត់បានយឺតណាស់ប៉ុន្តែក្រែនេះសាច់ក៏និយាយថាណាប្រាយទៅរត់ប្រាមួយនេះតាអ៊ុករូនេះក៏រត់យឺតដែរប៉ុន្តែសៃកូក៏ថាมันហាត់ប្រាណទៅឬមកប្រាប់ថាបាននៅជាមួយអ៊ុករូនោះទេបដាសានឹងរើឡើងហើយក្រែនេះសៃកូក៏និយាយថាចាំបញ្ជីកគ្នាទៅហើយក្រែនេះសៃកូក៏បានប្រាប់មេរៀនឲ្យពួកគេខ្លាំងជាងមុនហើយក្រែនេះសៃកូប្រាប់ថានឹងបរៀនពួកគេនៅថ្ងៃស្អែកគ្រូពេជ្រភ្ញាក់ផ្អើលណាស់ដែលក្រែនេះសៃកូមកទៅដូចក្មេង18ឆ្នាំគ្រូក៏បានសុំទោសទៅម៉ូនៅពេលដែលវាយគ្នាមួយអេលៀងស៊ូម៉ូនោះក៏មិនបានធ្វើអ្វីសោះចិត្តអភ័យប៉ុន្តែម៉ូថាមិនអីនោះទេហើយនាងក៏បានដើរចាក់ចេញប៉ុន្តែអ៊ុករូវិញនៅអៀនរួចបន្តមកក៏បានស្រែកថាខ្ញុំស្រេកទឹកស្អែកឡើងនេះក៏បានរៀនគ្រប់គ្រងបដាសារបស់អ៊ុករូបន្ថែមទៀតហើយអ៊ុករូនេះឈឺនំជាខ្លាំងប្រកាច់ប្រកិនដូចនៅឈួតចឹងមកថាបើមានអ្វីបាំងអ៊ុករូនោះនាងអាចគ្រប់គ្រងបដាសានោះទេហើយធូបូក្រេនេះអាចចូលខ្លួនចង់ឲ្យអ៊ុករូជុះនំនោះនាងត្រូវឈោមកតែម្ដងក្រែនេះសក៏បានសួរថាម៉ូនឹងប្រាថាំពលនឹងយ៉ាងម៉េចមកក៏បានប្រាប់ថានាងក៏បានឃើញអ៊ូរ៉ាជុំវិញនឹងអ៊ុករូនៅពេលដែលនាងច្បាច់នោះគឺបដាសាគឺលេងក្បាត់អ៊ូរ៉ាគឺនៅគ្រប់ទីកន្លែងសំបីតែដុំថ្មនិងដើមឈើបើនាងតាំងអារម្មណ៍លើវត្ថុអ្វីមួយនាងអាចលើកវាបានប៉ុន្តែលើកបានតែរបស់ទូចតែម្ដង
ក្រែនេះសេកូក៏បានថាថាំពងដូចឈួតតែមកមកថានៅពេលដែលបានវាមិនដំបងគឺនាងមានអារម្មណ៍ថា invincible មែនតើតែនាងប្រាំបានយូរនោះទេសេកូក៏បានប្រាប់ទៅម៉ូម៉ូឲ្យបិទផ្នែកទៅគឺបញ្ហាគឺមកពីការមើលរបស់នាងបើអូរ៉ានឹងអាចប៉ះបានចឹងនាងបិទផ្នែកទៅហើយស្ទាបវាទៅនាងក៏បានធ្វើតាមហើយនាងក៏ឃើញថាអូរ៉ានឹងគឺមានអារម្មណ៍ថាត្រជាក់ណាស់បើផ្នែកមកនាងមិនបានធ្វើដូចជាការគិតរបស់នាងទេគ្រូនត្រឹមបានក៏បានរត់ចូលផ្ទះម៉ូម៉ូប៉ុន្តែម៉ូម៉ូក៏បានបាំងផ្លូវមិនឲ្យចូលទេហើយក៏បានចូលផ្លូវមួយទៀតដែលធ្វើឲ្យពីរអ្នកនោះដេញតាមឈប់សិនខណ្ឌថាកូរ៉ាចុងក្រោយគូក្រុមក៏បានជឿនោមបានប៉ុន្តែគាត់ពិតជាអៀនណាស់ឯសារមានមនុស្សស្រីមើលគាត់កំពុងតែជឿនោមម៉ូម៉ូក៏បានងាកទៅនិយាយជាមួយយាយនាងពេលងាកអវិញស្រកឃើញធ្វើបូក្រែនីហើយម៉ូម៉ូក៏បានងាកទៅប្រាប់យាយនាងតែយាយនាងដូចឈោស្គងចឹងក្រៅអីមិនកើតទេធ្វើបូក្រែនីក៏បានក្រៀមថាបើឯងមិនមកជួបយើងនៅពេលយប់នេះទេយើងនឹងដាក់បដាសាឲ្យក្មេងនេះគាត់ជាបិសាចសាហាវស្លាប់យាយឯងចោលជំរឹះរបស់ឯងទេបើឯងចង់ឲ្យមនុស្សដែលឯងស្រឡាញ់ស្លាប់ពួកគេក៏បានភ្ញាក់ឡើងវិញហើយក្រែនីសាច់គោក៏ដឹងថារឿងមិនល្អនឹងកើតឡើងហើយក៏ប្រាប់ឲ្យម៉ូម៉ូប្រាប់នឹងរឿងអ្វីដែលកើតឡើងមកបន្ទាប់មកពួកគេក៏បានត្រៀមខ្លួនតែកំចាត់ទៅបូក្រែនីមកទៅនៅក្រែនីសាច់គោក៏បានអោបម៉ូម៉ូប្រាប់ថាកុំស្លាប់អូវ៉ាវមើលបែម៉ត់អូពួកគេក៏បានចាក់ចេញទៅប៉ុន្តែពួកគេក៏ជិះរត់ភ្លើងវិញដោយសារតែជិះកង់ទៅរួមភ្នំធូបូក្រែនីវាយូរហើយអេពីសូត3យើងក៏បានចប់ត្រឹមហ្នឹងជួបគ្នានៅវីដេអូក្រោយខ្ញុំនិយាយលេងតាតោះចូលអេពីសូត4ទាំងអស់គ្នាពួកគ្រូនិងម៉ូម៉ូក៏បានទៅដល់រួមភ្នំនោះហើយពួកគេក៏បានឆ្លោះគ្នាបកាយគ្នាណាទៅមុនដោយសារពីនឹងខ្លាចខ្មោចម៉ូម៉ូក៏ថាងាយស្រួលណាស់នៃការកម្ចាត់ធ្វើបូក្រែនីដោយសារពួកគេបានកម្ចាត់អេលៀងស៊ូម៉ូនៅពេលដែលម៉ូម៉ូចាំងពើទៅខាងរួមភ្នំនោះស្រាប់តែឃើញក្បាលធ្វើបូក្រែនីប៉ុណ្ណាណីហើយនៅពេលដែលពួកគេចង់រត់ទៅក្រោយស្រាប់ឃើញធ្វើបូក្រែនីមួយទៀតមកទៅដូចជាធ្វើបូក្រែនីកំពុងតែវាយប្រហារពួកគេចឹងហើយបានម៉ូម៉ូយកទៅបងដៃទៅគប់ធ្វើបូក្រែនីតែបើជានាងដោះមាត់នឹងភ្នែកហើយក៏ទៅពៀលលេបយកទៅអស់ចម្រោះម៉ូម៉ូក៏បានបលែងបដាសារបស់អូការ៉ូនឲ្យគាត់ transform នៅពេលដែលអូការ៉ូនដើរបានពី3ជាហ៊ានស្រាប់តែបដាសាគាត់រលាបាត់មូលហេតុគឺដោយសារតែធូបូក្រែនីបានបញ្ជូនពងក្តោរបស់អូការ៉ូនទៅវិញអញ្ចឹងហើយបដាសាគឺនៅលេងមានដែរមិនគួរជឿសោះនៅពេលដែលយើងដាក់បដាសាបើជាពួកឯងយកទៅប្រើប្រាស់វិញប៉ុន្តែយើងមិនផ្លើឲ្យពួកឯងប្រើប្រាស់លើកនេះម្ដងទៀតនោះទេយើងត្រូវធូបូក្រែនីលេបយកទៅឲ្យម៉ូម៉ូក៏បាននឹកដល់ពាក្យសម្ដីរបស់យាយរបស់នាងបើសិនជាយើងមើលងាយនឹងប្រមាថទៅលើអ្នកណាម្នាក់ដែលគិតថាខ្លួនឯងខ្លាំងនឹងអ្វីមួយគេច្បាស់ជានឹងតតាំងជាមួយយើងជាមិនខានហើយនៅពេលនោះដែរម៉ូម៉ូក៏បានដៀមើលងាយទៅលើធូបូក្រែនីបានបិទឆោតធូបូក្រែនីរត់បណ្ដឹងជាមួយគ្នាហើយធូបូក្រែនីក៏បានយកព្រមហើយក៏និយាយថាយើងមិនដែលចាញ់នឹងអាណានោះទេហើយបន្ទាប់មកម៉ូម៉ូក៏បានរៀបរាប់អំពីច្បាប់ហ្គេមគឺងាយស្រួលនោះទេធូបូក្រែនីគឺត្រូវរាប់10នាទីហើយចំណាយឲ្យពួកគេវិញត្រូវរត់ពីកន្លែងនេះឲ្យឆ្ងាយបន្ទាប់មកហ្គេមក៏ត្រូវបាន start នៅពេលដែលម៉ូម៉ូនិងអូការ៉ូនរត់សុកនោះធូបូក្រែនីបើជាលេងខូចដោយសារតែគាត់រាប់40វិ1នាទី20 2នាទីក៏រាប់អញ្ចឹងក៏រាប់ខូចនៅពេលដែលគាត់រត់គ្រប់10នាទីនោះហើយគាត់ក៏បានដោះដៃជាច្រើនទៅចាប់ម៉ូម៉ូគាត់ឃុំគាត់ហើយក៏ប្រែវាទៅជាដៃហើយអូការ៉ូននេះពិតជាខឹងនឹងធូបូក្រែនីជាមែនតើលេងខុសច្បាប់ប៉ុន្តែធូបូក្រែនីតបទៅវិញថាមានតែគេប្រាប់ថារបៀបរាប់យ៉ាងម៉េចនោះទេអញ្ចឹងហើយអញរាប់មិនក៏បានដែរហើយធូបូក្រែនីក៏បានរាប់គ្រប់10នាទីហើយក៏បានចាប់អូការ៉ូនហើយអូការ៉ូនលើកនេះក៏ត្រូវពឹងផ្អែកទៅលើខ្លួនឯងតមកគាត់ក៏បានទឹកខំដោះយាយហ្នឹងហើយធូបូក្រែនីពិតជាឈឺចាប់មែនតើហើយក៏បានកវីកវត្តអូការ៉ូនពេញហ្នឹងអស់ច្រើននោះនាងក៏បានចូលខ្លួនរបស់អូការ៉ូនហើយក៏បានហាយកអារបស់អូការ៉ូននៅពេលដែលនាងចង់ទៅស៊ីម៉ូម៉ូនោះស្រាប់តែនាងដូចមានអារម្មណ៍ថាស៊ីគេសង្កត់នាងនៅខាងក្នុងអញ្ចឹងទោះបីជានាងមិនឃើញក៏ដោយប៉ុន្តែគឺធម្មពលរបស់នាងគឺស្ទាបដឹងហើយធូបូក្រែនីក៏បានទៅហក់ធាក់ម៉ូម៉ូហើយអូការ៉ូនក៏បានប្រែមកជាធម្មតាហើយចំណែកធូបូក្រែនីវិញក៏ត្រូវបានម៉ូម៉ូចាប់បានតមកធូបូក្រែនីក៏បានហៅ The Bond Spirit មកហើយអំជាវានឹងមកស្លាប់ពីអ្នកនេះពួកគេក៏បានរត់នៅលើហោះដោយ Bond Spirit កំពុងតែដេញតាមគេនៅពីក្រោយតែចម្លើយអីថងថា Bond Spirit នោះគឺជាក្តាមទៅវិញមុនពេលដែល Bond Spirit វាប្រហារពួកគេម៉ូម៉ូបានប្រឡែងធម្មពល Turbo Granny ឲ្យអូការ៉ូនប្រើហើយ Turbo Granny វាជាខាងដោយពីអ្នកនេះប្រើធម្មពលអស់នាងដោយគ្មានការអនុញ្ញាតឲ្យសោះដោយសារតែបឿនលឿនរបស់អូការ៉ូនគឺគាត់រត់បានតែត្រង់ទេមិនអាចកាត់ឆ្វេងឬកាត់ស្ដាំបានទេអញ្ចឹងហើយគាត់ក៏បានរត់ទៅបុកបកោភ្លើងដែលធ្វើឲ្យពួកគេធ្លាក់ទៅពីអ្នកទៅពេលដែលធ្លាក់នោះអូការ៉ូនក៏បានប្រើជើងលឿនរបស់គាត់បវល់ដូច helicopter អញ្ចឹងឬក៏បានធ្លាក់ក្រោមគ្មានតែគេបាក់ដៃបាក់ជើងទេហើយពីអ្នកនឹងក៏បានបន្តរត់ទៅបន្តទៀតតែរត់តាមផ្លូវនេះគឺមានមនុស្សច្រើនឃើញពួកគេដោយសារពួកគេមិនអាចឃើញ Bond Spirit នោះទេអញ្ចឹងហើយសម្រាប់ពួកគេគឺគេកំពុងតែឃើញមនុស្សឈួតជិះកកគ្នារត់ពេញហ្នឹងតែធ្វើឲ្យម៉ូម៉ូពិតជាម៉ាស់មុខជាខ្លាំងអូការ៉ូននេះរត់តាមផ្លូវសោះចិត្តអស់កម្លាំងបាត់ទៅហើយពួកគេរត់វេទនាណាស់ដោយសារពួកគេត្រូវកិច្ចអំពីការវិបហារបស់ Bond Spirit គេឆ្វេងគេស្ដាំបន្ទាប់មកអូការ៉ូនក៏បានរត់ទៅចូលក្នុងហាងម៉ាសាមួយហើយ Bond Spirit ក៏បានរត់មកតាមដែលធ្វើឲ្យអញ្ចឹងបាក់ពេញហ្នឹងហើយ Bond Spirit ក៏បានទៅបុកចូលកន្លែងតែគេកំពុងតែត្រាំទឹកក្តៅហើយនៅតែមិនដឹងឆ្លោះអីនោះក៏តែក្របាយក៏បាននាំគ្នាចាក់ជើងរត់បាត់ទៅតែពួកគេទៅខាងណាទៅបើក្តាមវានៅក្នុងទឹកអញ្ចឹងទឹកមិនប្រូទឹកក្តៅហើយម៉ូម៉ូក៏បានប្រើធម្មពលរបស់នាងទៅកាច់ប្រពងស៊ីយ៉ូមួយធ្វើឲ្យទឹកក្តៅទៅលាបលើក្តាមនោះតែធ្វើឲ្យក្តាមនោះដែលជា Bond Spirit ក៏បានខ្លាចទៅជាម្ហូបដ៏ឈ្ងុយឆ្ងាញ់មួយតែពួកគេមិន
គួរណាត្រូវអស់លឿនយ៉ាងនេះនោះទេដោយសារតែការងាររបស់ពួកគេមិនទាន់ចប់នោះឡើយនៅពេលដែលពីរអ្នកនោះរត់ទៅខាងក្រៅស្រាប់ឃើញមនុស្សមួយវងរត់មកសម្ដៅមករកពួកគេហើយធ្វើបុគ្គលនេះមានផ្លូវនោះទេនឹងក៏បានហៅខ្មោចជាច្រើនមកជួយដែរនៅក្នុងឧបសគ្គទាំងនេះតើពួកគេត្រូវធ្វើយ៉ាងម៉េចមកចង់ឲ្យអ៊ូក្រឹមប្រើធម្មពលរបស់គាត់ប៉ុន្តែបើប្រើលើកទី2នោះអ៊ូក្រឹមមិនអាចទប់បាននោះទេធ្វើឲ្យគាត់ចង់ពួតឈាមជាខ្លាំងប៉ុន្តែម៉ូនិយាយថាបើមិនធ្វើនោះទេពីរអ្នកយើងនឹងស្លាប់តែការលើកទឹកចិត្តរបស់ម៉ូអ៊ូក្រឹមក៏បានប្រើកាយមែនពីនោះក៏បានសហការគ្នាអ៊ូក្រឹមក៏បានរត់យ៉ាងលឿនកិច្ចពីការវិវហារបស់ក្តាមនោះចំណែកម៉ូវិញប្រើធម្មពលរបស់នេះដើម្បីតម្រង់ផ្លូវឲ្យចំគោលដៅរបស់ពួកគេហើយមើលទៅដូចជា Spider-Man ហោះគីក៏បកចលឡើងឡើយទៅសបាយនោះអ៊ុក្រឹមក៏បានត្រឡប់មកធម្មតាវិញធ្វើឲ្យពួកគេធ្លាក់ទៅក្នុងបាត់ទៅមកគ្មានចម្រោះនោះទេក៏បានប្រើធម្មពលរបស់នាងទប់នៃការធ្លាក់របស់ពួកគេឲ្យយឺតជាងមុនហើយអ៊ុក្រឹមនោះក៏បានប្រើធម្មពលរបស់សូបឺក្រេនីដែរដែលប្រើលើកទី3ហើយពួកគេក៏បានធ្លាក់ទៅមុខដីអ៊ុក្រឹមនេះវិញខ្លួនប្រើអញ្ចឹងផ្ទុះហើយដោយសារតែគេប្រើឡើង3ដងបន្ទាប់មកនោះមកតែចាអារម្មណ៍ថាគេបានប្រឡែងសូបឺក្រេនីហើយរួចបន្ទាប់មកសូបឺក្រេនីក៏នឹងហប់មកពីណាពីណីទេបានធាក់គេពី3ជើងបន្ទាប់មក Turbo Granny ក៏បានរួបរวมជាមួយ The Bond Spirit ហើយ Turbo Granny ក៏បាននិយាយថាឥឡូវអញរាប់10ទី20ទីត្រូវការប៉ុន្មានហើយមកវិញក៏បានឆ្លើយថាខ្ញុំត្រូវការ1វិតាមពរបស់នេះគឺអាចចាប់ឬតង់នឹងអ្វីមួយឬនៅពេលនោះដែរតែផ្លូវក៏បានមកដល់ហើយក៏បានចាប់តង់រត់ទៅបាត់ Turbo Granny នេះពិតជាខឹងជាខ្លាំងហើយក៏បានរត់ដេញតាមមកឡើងតែផ្លូវក៏ថាអាចពជាពេលរបស់ Turbo Granny បានប៉ុន្តែគឺខុសហើយ Turbo Granny ក៏បានដេញតាមផ្ទាន់តែផ្លូវគឺវាអាចទៅ100គីឡូម៉ែត្រក្នុង1ម៉ោងប៉ុន្តែវាមិនដែរតែផ្លូវណាទៅពេញល្បឿនចឹងទេដល់កន្លែងខាច់ឬក៏ដល់កន្លែងផ្អៀងអ្វីមួយគឺវាតែបន្ថយល្បឿនរហូតមកក៏បានទប់ Turbo Granny រហូតដល់ទីក្រុងខាម៉ាកូវីតែធ្វើឲ្យ Turbo Granny ផ្ទុះចេញព្រលឹងខ្មោចជាច្រើនចេញមកមិននិយាយច្រើនទៅទេ Turbo Granny ក៏ត្រូវបានពួកគេកម្ចាត់ហើយបន្តមកគេក៏បានទៅបូជានៅក្នុងរូងភ្នំនោះទៅដល់ផ្ទះពីរអ្នកយាយចាស់នឹងឆ្លោះគ្នាទៅដល់ក្តាមគ្នាស៊ីទៅហើយអ៊ុក្រឹមឃើញចឹងអាណិតក៏ថាយកផងខ្ញុំមកមួលើចឹងក៏បានឆក់យកទៅបានមានតែមនុស្សល្ងងខ្លៅមានចំណៃនៅមកហើយព្រមស៊ីទៀតអ៊ុក្រឹមស៊ីមិនចូលនៅសេក្រោយពីគេបានជួបរឿងទាំងនោះហើយ Granny Psycho សុំមកពងអ៊ុក្រឹមតែអ៊ុក្រឹមបដិសេធទាំងស្រុងចូលមកអាប៉ែនេះភ្លើបាញ់ខ្ញុំវិញស្រាក់Messiah say, help! Do something! Everyone in this family is crazy! លែងសាយអត់ចេះអត់ចង់ឲ្យកដោមកអ៊ុក្រឹមទៅផ្ទះវិញហើយពួកគេក៏បានលាគ្នាទៅហើយពីហ្នឹងក៏បានគិតថាពាក្យលាគ្នាហ្នឹងគឺសារផាជួបគ្នាស្អែកឬក៏លែងជួបគ្នារហូតហើយមកក៏បានកដោអ្វីមួយហើយក៏បានស្រែកទៅអ៊ុក្រឹមថាជួបគ្នាពេលស្អែកអ៊ុក្រឹមឆ្លើយតបទៅវិញថាបាទហើយវីដេអូយើងក៏បានមកដល់ទីបញ្ចប់ហើយបាទអ្នកនរគ្នាពេញចិត្តនឹងវីដេអូនេះសូម like និង subscribe អធិស្ឋានផងនៅពេលដែលកន្លែងខ្លះខ្ញុំនិយាយខុសឬក៏កន្លែងខ្លះទៀតសលេងនិយាយមិនសូវច្បាស់ដោយសារ recorder ខ្ញុំបែកកញ្ឆាអ្នកនរគ្នាចាំទេនៅពេលដែលខ្ញុំនិយាយថាតែផ្លូវទៅ100គីឡូម៉ែត្រក្នុង1ម៉ោងប៉ុន្តែគឺវាទៅ120គីឡូម៉ែត្រក្នុង1ម៉ោងទេសូមទោសផងដែលខ្ញុំនិយាយខុសហើយវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាមើលពីដើមដល់ចប់បាយបាយ